hai đứa ban thay chế tài miền cũng nứt ở trong chuyên biên mà lơ Campuchiaបាទសូមគោរពជំរាបសួរបងប្អូនអរគ្នាជួបខ្ញុំម្ដងទៀតហើយនៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានស្វែងយល់អំពីផ្នត់គំនិតរបស់ប្រជាជនថៃក៏ដូចជាអ្នកនយោបាយអ្នកគ្រប់គ្រងនៅក្នុងប្រទេសថៃដែលតែងតែមានគំនិតមិនល្អមកលើកម្ពុជាយើងជាដើមប្រហែលជាបងប្អូនទាំងអស់គ្នាបានដឹងហើយថាថ្មីនេះបញ្ហាចំនួនព្រំដែនកម្ពុជាថៃកំពុងតែមានភាពរង្គោះរង្គើឬក៏បានធ្វើឲ្យប្រទេសទាំងពីរមើលមុខគ្នាមិនចំនោះទេទាំងផ្នែកកងទ័ពទាំងផ្នែករាជរដ្ឋាភិបាលជាពិសេសគឺមានការបិទច្រកចេញចូលរវាងប្រទេសទាំងពីរតែម្ដងដែលវាជាកត្តាមួយដែលធ្វើឲ្យបញ្ហានៅក្នុងប្រទេសទាំងពីរនេះកំពុងតែមានភាពស្រួចស្រាវនៅក្នុងការអាចប៉ះទង្គិចគ្នាតែម្ដងនេះបើយើងនិយាយក្នុងពេលបច្ចុប្បន្នក៏ប៉ុន្តែបើយើងរាប់ថយក្រោយទៅវិញបញ្ហាកម្ពុជាថៃក៏មិនមានភាពល្អប្រសើរនោះដែរគឺតែងតែមានការប៉ះទង្គិចគ្នារហូតដោយសារតែគោលបំណងមិនល្អរបស់ភាគីថៃតែម្ដងដោយថៃតែងតែចិញ្ចឹមចិត្តនៅក្នុងការឈ្លានពានកម្ពុជាចង់ចិញ្ចឹមចិត្តនៅក្នុងការចង់ឈ្លានពានការដាក់គំនាបឬក៏ចង់គៀបសង្កត់មកលើកម្ពុជាយើងជាដើមក៏ប៉ុន្តែជាលទ្ធផលថៃតែងតែមិនទទួលបាននៅជាលទ្ធផលល្អគាត់ប្រសើរដូចអ្វីដែលពួកគេបានប៉ងនោះទេជាក់ស្ដែងនៅក្នុងពេលបច្ចុប្បន្ននឹងជាដើមថៃតែងតែគម្រាមថៃតែងតែសម្លុតកម្ពុជាគ្រប់ទង្វើទាំងអស់ក៏ប៉ុន្តែថៃនៅតែពុំទាន់ទទួលបាននៅលទ្ធផលល្អដូចដែលពួកគេចង់បាននោះទេដែលជាក់ស្ដែងវាធ្វើឲ្យបញ្ហាផ្ទៃក្នុងនៅក្នុងប្រទេសថៃក្នុងពេលបច្ចុប្បន្នហ្នឹងកំពុងតែមានភាពវឹកវរចលាចលដោយសារតែបញ្ហាអ្នកនយោបាយជាន់ខ្ពស់នៅក្នុងថ្នាក់ខាងលើរបស់ប្រទេសថៃតែម្ដងនេះគឺជាកត្តាខ្លះៗដែលមាននៅក្នុងប្រទេសថៃក៏ប៉ុន្តែខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានស្វែងយល់ថាមូលហេតុអ្វីបានជាថៃតែងតែចិញ្ចឹមចិត្តនៅក្នុងការឈ្លានពានមកលើកម្ពុជាទី1គឺតាក់ទងជាមួយនឹងកត្តាវប្បធម៌ទី2តាក់ទងជាមួយនឹងកត្តាសេដ្ឋកិច្ចទី3គឺតាក់ទងជាមួយនឹងកត្តាការពារជាតិហើយទី4គឺកត្តាក្នុងតំបន់តែម្ដងហើយអ្វីបានជាខ្ញុំលើកយកមកជម្រាបជូនដល់បងប្អូនទាំងអស់គ្នានៅចំណុចទាំង4នេះពីព្រោះខ្ញុំបានស្វែងយល់ក៏ដូចជាបានឃើញនៅគំនិតខ្លះៗដែលប្រជាជនថៃគឺតែងតែមានគំនិតឬក៏ផ្នត់គំនិតទាំងនេះដែលតែងតែចិញ្ចឹមចិត្តនៅក្នុងការឈ្លានពានមកលើកម្ពុជាតើតើជាមួយនឹងកត្តាវប្បធម៌ដោយដែលបងប្អូនទាំងអស់គ្នាបានដឹងស្រាប់ហើយថាថៃនិងកម្ពុជាគឺជាប្រទេសភូមិផងរបងជាមួយចង់មិនចង់តើតើជាមួយនឹងវប្បធម៌របស់ប្រទេសទាំងពីរនេះជាក់ច្បាស់ណាស់គឺពិតជាមានភាពដូចគ្នាខ្លះស្រដៀងគ្នាខ្លះដែលធ្វើឲ្យប្រជាជនថៃមួយចំនួនធំមានភាពយល់ច្រឡំថាខ្លួនគឺមានវប្បធម៌ចាស់ជាងកម្ពុជាដែលគេតែងតែបង្ហាត់បង្រៀនដល់ប្រជាពលរដ្ឋឬក៏កូនចៅជំនាន់ក្រោយរបស់ពួកគេថារាល់វប្បធម៌ឬក៏អ្វីដែលមាននៅក្នុងប្រទេសកម្ពុជាគឺសុទ្ធសឹងតែជារបស់ដូនតារបស់ប្រទេសថៃដែលវាជាហេតុធ្វើឲ្យក្មេងៗជំនាន់ក្រោយរបស់ប្រទេសថៃតែងតែចិញ្ចឹមចិត្តនៅក្នុងការចង់ឈ្លានពានកម្ពុជាដើម្បីយកទៅគ្រប់គ្រងវិញឬក៏តែងតែគិតថាកម្ពុជាលួចនៅអ្វីដែលជាទ្រព្យសម្បត្តិឬក៏ជាវប្បធម៌របស់ដូនតារបស់គេតែម្ដងតាក់ទងជាមួយនឹងប្រាង្គប្រាសាទតាក់ទងជាមួយនឹងបូរណភាពទឹកដីតាក់ទងជាមួយនឹងអក្សរតាក់ទងជាមួយនឹងសិល្បៈជាដើមដោយគេតែងតែបង្រៀនដល់កូនចៅរបស់ពួកគេថាអ្វីដែលកម្ពុជាមានគឺសុទ្ធសឹងតែជារបស់ដូនតារបស់ពួកគេបានបន្សល់ទុកក៏ប៉ុន្តែកម្ពុជាជាអ្នកឈ្លានពានជាអ្នកលួចនៅអ្វីដែលជារបស់ពួកគេទៅវិញទាំងនេះហើយដែលវាជាហេតុធ្វើឲ្យយុវជនជំនាន់ក្រោយរបស់ប្រទេសថៃវង្វេងប្រវត្តិសាស្ត្ររបស់ខ្លួនដោយសារតែជឿលង់ទៅតាមការសរសេរនៅប្រវត្តិសាស្ត្រคล้ายៗរបស់បុគ្គលជាតិនិយមរបស់ប្រទេសថៃមួយចំនួនដែលវាជាហេតុធ្វើឲ្យកម្ពុជានិងថៃគឺពុំសូវមានភាពល្អល្អឿនជាមួយគ្នាឬក៏ថាពុំសូវមើលមុខគ្នាចំនោះទេដោយសារតែបញ្ហាវប្បធម៌នឹងតែម្ដងតកតងទី2គឺកត្តាសេដ្ឋកិច្ចប្រហែលជាយើងទាំងអស់គ្នាបានដឹងហើយថាកម្ពុជាយើងនិងថៃបើយើងធៀបទៅសេដ្ឋកិច្ចរបស់ពួកយើងគឺមិនទាន់មានភាពល្អប្រសើរជាងថៃនោះទេទាំងនេះហើយវាជាកត្តាមួយដែលជាហេតុដ៏ចម្បងមួយដែលធ្វើឲ្យថៃតែងតែចិញ្ចឹមចិត្តនៅក្នុងការចង់ឈ្លានពានមកលើកម្ពុជាយើងជាដើមដោយគេអាចធ្វើនៅគ្រប់វិធីសាស្ត្របែបយ៉ាងដើម្បីធ្វើការគម្រាមដល់កម្ពុជាយើងជាក់ស្ដែងដូចជាក្នុងពេលបច្ចុប្បន្ននឹងតែម្ដងថៃបានធ្វើការបិទច្រកព្រំដែនរវាងកម្ពុជាថៃដោយឯកតោភាគីដែលធ្វើឲ្យពិបាកនៅក្នុងការនាំទំនិញចេញចូលរវាងកម្ពុជាថៃដែលវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរតែម្ដងក៏ប៉ុន្តែបើយើងមើលទៅលើភាគីថៃឬក៏ក្រមជ្រុលនិយមរបស់ថៃនឹងតែម្ដងគឺសប្បាយចិត្តនៅពេលដែលសំណាក់អាជ្ញាធររបស់ខ្លួនឬក៏ក្រមយោធារបស់ខ្លួនបានបិទច្រកព្រំដែនជាមួយនឹងកម្ពុជាដោយគេគិតថានៅពេលដែលគេបិទច្រកព្រំដែនជាមួយនឹងកម្ពុជានោះកម្ពុជានឹងស្លាប់ដោយគេគិតថាកម្ពុជាក៏សពថ្ងៃនឹងកំពុងតែដកដង្ហើមឬក៏កំពុង
ខ្យល់ដកពីប្រទេសថៃតែម្ដងអញ្ចឹងប្រសិនបើថៃផ្ដាច់នៅការដឹកជញ្ជូនផ្ដាច់នៅផ្នែកពាណិជ្ជកម្មរបស់ពួកគេនោះប្រទេសកម្ពុជានឹងខ្សែធនឬក៏ពិបាកនៅក្នុងការងើបរួចណាស់ដែលនេះជាហេតុដែលធ្វើឲ្យប្រជាពលរដ្ឋរបស់ថៃមួយចំនួនកំពុងតែយល់ច្រឡំជាមួយនឹងអ្វីដែលពួកគេបានគិតតែម្ដងជាក់ស្ដែងទាក់ទងជាមួយនឹងការផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតទាក់ទងជាមួយនឹងការផ្ដាច់ភ្លើងទាក់ទងជាមួយនឹងការផ្ដាច់នៅប្រេងឥន្ធនៈឬក៏អូស្មန်មកលើកម្ពុជាជាដើមក៏ប៉ុន្តែទាំងអស់នេះវាមិនមែនជាហេតុឬក៏ជាកត្តាដ៏ចម្បងដែលអាចរុញច្រានឲ្យកម្ពុជាធ្លាក់ចុះនៅភាពបាត់បង់នៅភាពជាម្ចាស់ការរបស់ខ្លួននោះទេពីព្រោះថាកម្ពុជានៅក្នុងពេលបច្ចុប្បន្ននេះគឺមានលទ្ធភាពនៅក្នុងការប្រមូលឬក៏មានលទ្ធភាពនៅក្នុងការបង្កើតនៅផលិតផលរបស់ខ្លួនដើម្បីចិញ្ចឹមឬក៏ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅក្នុងស្រុករបស់ខ្លួនតែម្ដងនេះគឺជាកត្តាសេដ្ឋកិច្ចដែលថៃគិតថាពួកគេអាចនឹងធ្វើឲ្យកម្ពុជាលំបាកនៅពេលដែលពួកគេធ្វើការដាក់គំនាបមកលើកម្ពុជាកត្តាទី3គឺកត្តាផ្នែកការពារជាតិប្រហែលជាបងប្អូនទាំងអស់គ្នាបានដឹងហើយថាមួយរយៈពេលថ្មីនេះតែម្ដងបើយើងក៏លេចទៅមើលពាក់ព័ន្ធជាមួយនឹងខាងការពារជាតិរបស់ប្រទេសថៃគឺគេតែងតែបង្ហោះសម្ញែងទៅលើសភាវុធល្អរបស់ពួកគេគេតែងតែបង្ហោះទៅលើចំនួនកងទ័ពរបស់ពួកគេដើម្បីធ្វើការឌឺដងចាញ់ឆាមកលើកម្ពុជាជាដើមដែលគេមានសភាវុធទំនើបល្អមិនថាទៅជាមួយនឹងសភាវុធនៅលើគោកសភាវុធនៅលើអាកាសក៏ដូចជាសភាវុធនៅដែនសមុទ្រជាដើមគឺគេបានដាក់បង្ហាញដើម្បីឲ្យកម្ពុជាមានការភ័យខ្លាចទៅលើពួកគេជាដើមដោយពួកគេគិតថាវិស័យការពារជាតិរបស់ពួកគេគឺមានភាពខ្លាំងក្លាឬក៏មានភាពមុតស្រួចជាងកម្ពុជាដែលវាជាហេតុធ្វើឲ្យពួកគេតែងតែមានគំនិតចង់ឈ្លានពានមកលើកម្ពុជាយើងតែម្ដងជាក់ស្ដែងថ្មីនេះតែម្ដងមន្ត្រីបកប្រឆាំងមួយនៅក្នុងប្រទេសថៃបាននិយាយថាថៃគួរតែធ្វើការវាយប្រហារមកលើកម្ពុជាឲ្យដល់ទីក្រុងភ្នំពេញតែម្ដងទៅដោយចំណាយពេលត្រឹមតែ1ម៉ោងជាដើមដោយនេះវាគឺជាការដេកសុបិនឬក៏លងលក់ឬក៏ការយល់សុបិនដោយខ្លួនឯងថាគេអាចធ្វើនៅសកម្មភាពឈ្លានពានកម្ពុជាបានងាយស្រួលដោយអ្វីដែលពួកគេគិតនេះគឺជាចំណុចការពារជាតិចំណែកទី4គឺកត្តាភូមិសាស្ត្រកត្តាភូមិសាស្ត្រហ្នឹងគឺចង់និយាយថាកម្ពុជានិងថៃនៅក្នុងពេលបច្ចុប្បន្ននេះតែម្ដងគឺស្ថិតនៅក្នុងក្របខ័ណ្ឌប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលយើងហៅកាត់ថាអាស៊ាននឹងតែម្ដងអាស៊ានបច្ចុប្បន្ននឹងកំពុងតែមានភាពហុយស្រួយនៅលើបញ្ហាផ្នែកនយោបាយតែម្ដងហុយស្រួយនៅក្នុងផ្នែកនយោបាយដោយសារតែនៅក្នុងពេលបច្ចុប្បន្ននេះកម្ពុជានិងថៃកំពុងតែមានភាពល្អកកឬក៏មើលមុខគ្នាមិនចំតើតងជាមួយនឹងប្រទេសភូមាក៏កំពុងតែមានភាពចលាចលជួលច្បល់នៅក្នុងផ្ទៃប្រទេសរបស់ខ្លួនជាដើមដែលវាជាហេតុធ្វើឲ្យបញ្ហាទាំងអស់នេះវាអាចជាអតិពលទៅដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលយើងហៅថាអាស៊ាននឹងតែម្ដងដែលខ្ញុំថាថៃគឺគេពឹងផ្អែកទៅលើតំបន់ដោយសារតែថៃគឺជាប្រទេសបងធំទី2ផងដែរបើយើងនិយាយអំពីប្រទេសនៅក្នុងអាស៊ានយើងនេះពីព្រោះថាថៃមានប្រភពសេដ្ឋកិច្ចក៏ដូចជាមានចំនួនប្រជាពលរដ្ឋច្រើនជាងកម្ពុជាផងដែរដែលវាជាហេតុធ្វើឲ្យប្រជាពលរដ្ឋថៃក៏ដូចជាអ្នកនយោបាយនៅក្នុងប្រទេសថៃមួយចំនួនតែងតែគិតថានៅក្នុងតំបន់អាស៊ានប្រសិនបើមានចំនួនបញ្ហារវាងកម្ពុជានិងថៃនោះគេមិនជឿឬក៏គេមិនជួយមកលើកម្ពុជានោះទេគឺគេពិតជាជួយឬក៏ជឿទៅលើភាគីថៃនឹងតែម្ដងដោយសារតែថៃមានអំណាចថៃមានសេដ្ឋកិច្ចល្អជាងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានចង់មិនចង់គេត្រូវតែទៅគ្រប់គ្រងអ្នកដែលមានឥទ្ធិពលខ្លាំងតែម្ដងក៏ប៉ុន្តែការយល់ច្រឡំឬក៏ការយល់ខុសរបស់ប្រជាពលរដ្ឋរបស់ប្រទេសថៃមួយចំនួនក៏ដូចជាអ្នកនយោបាយជាន់ខ្ពស់របស់ប្រទេសថៃមួយចំនួនគឺមានការយល់ច្រឡំយ៉ាងខ្លាំងតែម្ដងបើទោះបីជាប្រទេសនៅក្នុងតំបន់អាស៊ានយើងនេះបានចងក្រងគ្នាដើម្បីបង្កើតជាប្លុកពាណិជ្ជកម្មមួយយ៉ាងណាក៏ដោយក៏ប៉ុន្តែនៅក្នុងរដ្ឋធម្មនុញ្ញច្បាប់ធម្មនុញ្ញរបស់អាស៊ានបានចែងថាតើតើជាមួយនឹងបណ្ដាប្រទេសដែលជាសមាគមឬក៏ជាសមាជិកនៅក្នុងនឹងតែម្ដងគឺមិនអាចឈ្លានពានឬក៏មិនអាចផ្សំគំនិតគ្នាដើម្បីទៅឈ្លានពានប្រទេសមួយផ្សេងទៀតដែលនៅក្នុងតំបន់ខ្លួនឯងដែលបានបង្កើតនោះបានឡើយតំបន់នេះគឺបង្កើតឡើងដើម្បីបង្កឬក៏ធ្វើយ៉ាងណាឲ្យវិស័យពាណិជ្ជកម្មឬក៏វិស័យសេដ្ឋកិច្ចនៅក្នុងតំបន់នេះមានភាពល្អប្រសើរក៏ដូចជាមានការជួយចែករំលែកបទពិសោធន៍គ្នាដើម្បីអភិវឌ្ឍឲ្យប្រទេសនៅក្នុងសមាជិករបស់តំបន់មួយនឹងឯងមានភាពល្អប្រសើរឡើងតែម្ដងទាំងអស់នេះគឺប្រជាជនថៃក៏ដូចជាអ្នកនយោបាយរបស់ប្រទេសថៃមួយចំនួនគឺគាត់ពុំបានស្វែងយល់ទៅលើបញ្ហាចំណុចទាំងអស់នេះដែលវាជាហេតុធ្វើឲ្យប្រទេសថៃក៏ដូចជាប្រជាជនថៃដែលជាតិនិយមជ្រុលមួយចំនួននឹងឯងគិតខុសមកលើកម្ពុជាតែម្ដងទាំងអស់នេះគឺជាចំណុចដែលបងប្អូនអាចគួរពិចារណាបានថាទាំងនេះវាសិតសឹងតែជាកត្តាដែល
ជាចំណុចដែលរុញច្រានដល់យុវជនរបស់ប្រទេសថៃជំនាន់ក្រោយក៏ដូចជាអ្នកនយោបាយរបស់ប្រទេសថៃមួយចំនួនដែលវង្វេងប្រវត្តិសាស្ត្រឬក៏មិនបានដឹងអំពីប្រវត្តិសាស្ត្ររបស់ខ្លួនគឺតែងតែបង្កឬក៏ចិញ្ចឹមគំនិតនៅក្នុងការចង់ឈ្លានពានមកលើកម្ពុជាយើងវិញតែម្ដងអញ្ចឹងនេះគឺជាចំណុចខ្លះៗដែលខ្ញុំយល់ឃើញហើយក៏ជាអ្វីដែលខ្ញុំបានសិក្សាមកខ្លះផងដែរហើយនៅមានចំណុចជាច្រើនទៀតដែលវាជាកត្តាធ្វើឲ្យប្រទេសថៃចង់ឈ្លានពានមកលើកម្ពុជាយើងក៏ប៉ុន្តែខ្ញុំគ្រាន់តែលើកជាគោលប៉ុណ្ណេះដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាហើយប្រសិនណាបើមានចំណុចណាខ្វះខាតឬក៏មានចំណុចណាមួយដែលបងប្អូនទាំងអស់គ្នាកែតម្រូវអាចបញ្ចេញមតិមកនៅក្នុង comment របស់ខ្ញុំបានខ្ញុំនឹងព្យាយាមកែតម្រូវក៏ដូចជាធ្វើយ៉ាងណាដើម្បីចែករំលែកនៅព័ត៌មានក៏ដូចជាចំណេះដឹងល្អៗជូនដល់បងប្អូនទាំងអស់គ្នាបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលា